ជប់សិនបើទៅសំភារការងារហើយគេសួរថាចំណុចខ្សោយរបស់អ្នកគឺជាអ្វីកុំឆ្លើយថាសុំច្បាប់ឬគ្មានចំណុចខ្សោយអសោះនេះគឺជារបៀបឆ្លើយឲ្យគេកោតសរសើរអ្នកប្រើរូបមន្តនេះចំណុចខ្សោយបូកនឹងវិធីកែនេះមានឧទាហរណ៍ខ្ញុំមានចំណុចខ្សោយមួយគឺខ្ញុំឆាប់ភ័យពេលនិយាយនៅមុខមនុស្សច្រើនតែឥឡូវខ្ញុំកំពុងកែវាដោយការចុះឈ្មោះរៀនវគ្គនិយាយជាសាធារណៈហើយខ្ញុំព្យាយាមធ្វើបទបង្ហាញនៅសាលាឲ្យបានញឹកញាប់ដើម្បីអភិវឌ្ឍខ្លួនឃើញទេគេមិនចង់រកមនុស្សល្អឥតខ្ចោះទេគេរកមនុស្សដែលចេះកែខ្លួនចង់ដឹងកន្លឹះឆ្លើយសំណួរពិតពិបាកទៀតចុច follow ខ្ញុំទុកទៅ